នេះគឺជាចំណុចពិសេស3នៃការ design ដែលចូល international airport របស់យើងលក្ខណៈពិសេសទី1នៃពលានរបស់យើងនោះគឺ efficiency បើសិនបើយើងមើលពីលើមេឃមកយើងឃើញថាការ design មានលក្ខណៈជា centralized គឺមានន័យថាកន្លែងយើង check in និង lobby នេះគឺនៅចំកណ្ដាលចំណែកឯកន្លែង gate ដែលយើងត្រូវឡើងយន្តហោះនេះគឺនៅសងខាងដែលបែងចែកដូចជា slab ការ design បែបនេះគឺជួយកាត់បន្ថយនៅរយៈពេលដែលយើងដើរហើយដែលពិសេសជាងនោះគឺពលានរបស់យើងគឺ sustainable ដែលមានដូចជាការ design លើដំបូលដែលប្រើប្រាស់ពន្លឺធម្មជាតិនិង design space ឲ្យធំទូលាយមានខ្យល់ចេញចូលដោយមិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ច្រើន concept នេះគឺជួយកាត់បន្ថយដល់ការប្រើប្រាស់ភ្លើងមែនតើទី2គឺ aesthetic របស់ពលាននៅកន្លែង aesthetic នេះគឺខ្ញុំ interested មែនតើដែលខ្ញុំបានចំណាយពេលគូ 3D model នៅលើ SketchUp ដោយសារតែសភ្ជាប់ដល់ដំបូលនេះគឺស្អាតមែនតើដែលខ្ញុំមើលដំបូលអ្វីដែលខ្ញុំនឹកឃើញមុនគេគឺដើមថ្នោតខ្មែររបស់យើងដែលពីកម្ពស់ពីដីដល់ដំបូលគឺប្រហែលជា30ទៅ40ម៉ែត្រអ្វីដែលយើងមើលឃើញនៅក្នុងនេះមានដូចជា structure interior greenery ហ្នឹងនៅពេលដែលភ្ញៀវទេសចរគាត់បានមកឃើញគឺផ្ដល់អារម្មណ៍មួយឲ្យគាត់មានអារម្មណ៍ថាគាត់ដូចមកដល់អង្គរវត្តចឹងហើយនេះក៏ជាអារម្មណ៍ថ្មីមួយសម្រាប់ខ្ញុំដែរនៅពេលដែលខ្ញុំជិះយន្តហោះពាក់ជាមួយនឹងនាឡិកា ice watch របស់ខ្ញុំការបញ្ចុះតម្លៃរបស់នាឡិកា ice watch ចិត្តផុតកំណត់ហើយអ្នកនរគ្នាប៉ុន្តែអ្នកនរគ្នានៅតែអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 41% ដដែលអ្នកនរគ្នាគ្រាន់តែបង្ហាញកូដមួយនេះទៅមិនថាអ្នកនរគ្នាទៅទិញដល់ Eon ផ្ទាល់ឬក៏ទិញ online ក៏ដោយគាត់ឬក៏បង្ហាញតែវីដេអូហ្នឹងទៅគឺបានហើយទី3គឺ special detail អ្វីដែលអ្នកនរគ្នាគួរតែចាប់អារម្មណ៍នៅពេលដែលដើរចូលពលាននោះគឺឥដ្ឋរបស់យើងឥដ្ឋនេះគឺឥដ្ឋតារាសូរដែលមានខ្សែមាសព័ទ្ធជុំវិញអ្វីដែលខ្ញុំចូលចិត្តមួយទៀតនោះគឺការ design ទៅលើ ceiling នៅផ្នែកខាងក្នុងនេះគឺខ្ញុំចូលចិត្តខ្លាំងមែនតើដែលការ design លើ ceiling នេះគឺបានដាក់បង្ហាញពីវប្បធម៌នៃខ្មែរយើងចំណុចមួយទៀតគឺការ design ទៅលើ retail store ហាងកាហ្វេហើយនិង restaurant ដែលខ្ញុំឃើញការ design ទាំងអស់ហ្នឹងគឺ blend ជាមួយនឹង interior ខ្មែររបស់យើងគឺបានល្អមែនតើចំណុចចុងក្រោយនោះគឺរូបចំណាត់ព្រះពុទ្ធនិងចម្លាក់អីផ្សេងៗនៅលើអញ្ចឹងហ្នឹងក៏ជារបស់មួយដែលបញ្ជាក់ពី culture របស់ខ្មែរយើងដែរ